នៅថ្ងៃទី26ខែកុម្ភៈឆ្នាំ2026ម្សិលមិញមានភ្លៀងកក់ខែមួយមេធំបានធ្លាក់លើតំបន់មួយចំនួននៃប្រទេសកម្ពុជាភ្លៀងកក់ខែនេះបានបង្កផលប៉ះពាល់ដល់ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជំរុញជនភៀសសឹកបណ្ដោះអាសន្នក្នុងវត្តកណ្ដោលស្រុកថ្មពួកខេត្តបន្ទាយមានជ័យថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFE នៅព្រឹកថ្ងៃសុក្រទី27កុម្ភៈនេះអភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោកលីសវណ្ណរិទ្ធបានដឹងថាភ្លៀងកក់ខែមេធំកាលពីម្សិលមិញបានធ្វើឲ្យកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ពលរដ្ឋមួយចំនួនត្រូវបានលិចនិងមានភក់ជ្រាំតាមលោកលីសវណ្ណរិទ្ធអាជ្ញាធរខេត្តបាននឹងកំពុងរៀបចំកន្លែងសុវត្ថិភាពថ្មីដែលស្ថិតនៅក្បែរនោះដើម្បីសម្រួលស្ថានភាពរស់នៅដល់ពលរដ្ឋភៀសសឹកយើងយកចេញពីវត្តកណ្ដោលនឹងដោយសារជាងយមិញទៅវាថោកមានទឹកលិចអីយើងជួយចេញទៅដាក់នៅចំណុចពុកភ្លាក់នៅក្នុងកណ្ដោលដែរនៅក្នុងភូមិកណ្ដោលនឹងខាងលិចវត្តកណ្ដោលនោះប្រហែលជា1គីឡូអញ្ចឹងមានន័យថានៅក្នុងស្រុកថ្មពួកដូចគ្នាណាបងថ្មពួកដែរស្រុកថ្មពួកឥឡូវយើងយកចេញទៅខ្លះយើងចេញទៅខ្លះទៅកន្លែងណាដែលលិចទៅណាកំពុងតែយើងមានតង់ហ្នឹងជា100តង់មួយតង់បាន4គ្រួសារមានដែលកំពុងតែរៀបឡើងបាន100ឥឡូវយើងតែមើលស្ថានភាពនឹងបើសិននេះទៀតយើងតឡើងបន្ថែមទៀតទៅឥឡូវយើងយកចេញទៅខ្លះយើងចេញទៅខ្លះទៅកន្លែងណាដែលលិចទៅណាកំពុងតែយើងមានតង់ហ្នឹងជា100តង់មួយតង់បាន4គ្រួសារមានដែលកំពុងតែរៀបឡើងបាន100ឥឡូវយើងតែមើលស្ថានភាពនឹងបើសិននេះទៀតយើងតឡើងបន្ថែមទៀតទៅក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី27កុម្ភៈឆ្នាំ2026បានផ្សព្វផ្សាយថាចាប់ពីថ្ងៃទី27កុម្ភៈដល់ថ្ងៃទី1ខែមិនិនាតំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបនិងរាជធានីភ្នំពេញអាចនឹងមានភ្លៀងនិងខ្យល់កន្ត្រាក់គ្របដណ្ដប់ប្រហែល 25% នៃផ្ទៃដីគិតត្រឹមថ្ងៃទី26កុម្ភៈឆ្នាំ2026មានជនភៀសសឹកប្រមាណ 50,000 នាក់កំពុងបន្តស្នាក់នៅក្នុងជំរំជនភៀសសឹកនិងពុំទាន់អាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាននៅឡើយនេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃដែលបញ្ជាក់ថាមានពលរដ្ឋជិត 60,000 នាក់ឬជាង 92% បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ